សវៈពលបានមានប្រសាសន៍នៅក្នុងគម្ពីរកាឡាទីជំពូក6ខ9ដល់ខ10ថាកុំឲ្យណាយចិត្តនឹងធ្វើការល្អឡើយត្បិតបើមិនរសាយចិត្តទេនោះដល់កំណត់យើងនឹងច្រូតបានហើយដូច្នេះកាលណាយើងមានឱកាសនោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ហើយគឺដល់ពួកអ្នកជឿជាដើមបើអ្នកធ្វើសេចក្តីល្អកុំរំពឹងចង់បានសេចក្តីល្អតបស្នងមកវិញឡើយព្រោះការរំពឹងបែបនេះអាចឲ្យអ្នកខូចចិត្តពេលដែលមិនបានសេចក្តីល្អត្រឡប់មកវិញរួចក៏លែងចង់ធ្វើទៀតតែបើអ្នកធ្វើល្អចេញពីសន្តានល្អខាងក្នុងរបស់អ្នកទោះបានទទួលផលមិនល្អមកវិញក៏អ្នកនៅតែធ្វើល្អហើយមិនចេះស្ងួតចិត្តឡើយមនុស្សល្អពិតប្រាកដមិនអាចផ្លាស់ប្ដូរដោយសារការអាក្រក់របស់អ្នកដទៃទេដូចមាសសុទ្ធទោះដុតនឹងភ្លើងក្តៅយ៉ាងណាក៏វានៅតែជាមាសដដែលសូមកុំឈប់ធ្វើការល្អឡើយព្រោះបើយើងមិនណាយចិត្តធ្វើល្អទេនោះដល់វេលាកំណត់យើងនឹងអាចប្រមូលផលបានហើយនេះជាព្រះបន្ទូលសន្យារបស់ព្រះបើយើងព្រោះគ្រាប់ស្ពៃនោះត្រឹម2-3ខែយើងអាចប្រមូលផលបានហើយតែបើយើងព្រោះគ្រាប់ទុរេននោះយើងត្រូវរងចាំ4-5ឆ្នាំទើបអាចប្រមូលផលបានទោះបើត្រូវរងចាំយូរបន្តិចតែផលដែលនឹងទទួលបានក៏មានតម្លៃវិសេសវិសាលយ៉ាងនោះដែរសូមកុំបដូរសន្តានល្អរបស់អ្នកដោយព្រោះសន្តានអាក្រក់របស់គេឡើយសូមឲ្យជីវិតនេះទោះរស់ឬស្លាប់ទោះសប្បាយឬមានទុក្ខវេទនាក្តីបានជាទីសរសើរដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងដោយសារសេចក្តីល្អរបស់យើង